bạn số đây chờ nè số đây tập đo này tầng óc khíaចំពោះថ្ងៃនេះដែរគឺខ្ញុំមកធ្វើការ demo តាក់ទងជាមួយនឹង assignment របស់យើងដែលយើងនិយាយតាក់ទងជាមួយនឹងការ backup ទៅលើ database ហើយយើងប្រើប្រាស់ទៅលើ cron job និងយើងប្រើប្រាស់ទៅលើ script សម្រាប់ backup ចឹងទៅអញ្ចឹងនេះគឺជា objective ដែលឈើបានដាក់នៅក្នុង classroom ឲ្យពួកខ្ញុំធ្វើគឺមានទៅលើ4ហ្នឹងឲ្យយើងអាច install ឬក៏ config ទៅលើ database សម្រាប់ Linux អាចឲ្យយើងបង្កើតទៅលើ DB អាចកំណត់ user អាច assign privilege ឬក៏អាច assign ទៅលើ scope ផ្សេងៗទៅឲ្យ user ចឹងទៅទី3គឺយើងមាន automate ទៅលើ database backup បានន័យថាយើងប្រើប្រាស់ទៅលើ script ហើយ script ហ្នឹងគឺយើងកំណត់ទៅលើ cron សម្រាប់ run ចឹងទៅយើងចង់បានឲ្យ run ពេលណាម៉ោងប៉ុន្មានអីគឺយើងអាចកំណត់ cron ហើយចេះទី4ហ្នឹងគឺយើងអាចទៅ save script ហ្នឹងឯងហ្នឹងណាអូខេអញ្ចឹង script ហ្នឹងគឺខ្ញុំ include ដូចដែលឈើបាននិយាយគឺមាន backup មាន restore validation ហើយមួយទៀតហ្នឹងគឺខ្ញុំ playlist គឺ sit ហ្នឹងគឺយើងគ្រាន់តែមានសម្រាប់ឧទាហរណ៍តន័យតែប៉ុណ្ណឹងទេអញ្ចឹងចំពោះវីដេអូហ្នឹងគឺខ្ញុំដើម្បីងាយស្រួលក្នុងការតាមគឺខ្ញុំមានទៅលើ step សម្រាប់ flow ហើយ step ខ្លះហ្នឹងគឺខ្ញុំបានធ្វើហើយដោយសារកន្លែងហ្នឹងគឺវាអត់សូវពិបាកទេទី1គឺយើង install Postgres អញ្ចឹងយើងប្រើ apt សម្រាប់ install ទៅលើ necessary package របស់ Postgres ទៅមានប្រហែលគឺមានចំនួន2ទី1គឺមានទៅលើនេះ Postgres SQL និង Postgres SQL Contrib យើងអាចទី2គឺយើង restart នេះអីចឹងទៅអញ្ចឹង follow តាម step ហ្នឹងគឺយើងអាចមើលបានហើយអញ្ចឹងមាន step អូខេអមខាងនេះយើងមាន step មាន enable service ហើយយើងអាចបង្កើត DB បង្កើត user តាមហ្នឹងចឹងទៅនេះគឺ error preview ហ្នឹងហើយអញ្ចឹងអា step ដែលអត់សូវពិបាកគឺខ្ញុំអត់ធ្វើឡើងវិញទេទី2គឺយើងអាចlog in ចូលទៅក្នុង Postgres ហ្នឹងហើយយើង run command PSQL បានន័យថាយើង run command PSQL ក្នុងនាមជា user Postgres ហ្នឹងហើយយើងបង្កើត DB យើង assign job អី assign permission អីតាមហ្នឹងទៅបានន័យថាឈ្មោះ database នេះគឺយើងអាចដាក់មកតាមចិត្តរបស់យើងដើម្បី demo តាមហ្នឹងទៅហើយកន្លែង config authentication ដើម្បី allow password គឺយើងដាក់ហើយគឺយើងប្រើប្រាស់ទៅលើ MD5 ហើយអ្នកនរអាចប្រើ algorithm ផ្សេងបានទី4គឺតាក់ទងជាមួយនឹងការបង្កើតទៅលើ automation script ហ្នឹងអញ្ចឹងដូចដែលឈើបានកំណត់ requirement គឺ require គឺមានតែ2ឯង backup និង restore ប៉ុន្តែខ្ញុំបាន add 4គឺ backup restore set ហើយនិង validate ហ្នឹងទៅតាមហ្នឹងអញ្ចឹងគឺ script នៅក្នុង file md ហ្នឹងហើយខ្ញុំគ្រាន់តែធ្វើការ test ទេអញ្ចឹងខ្ញុំអាច test ទី1គឺខ្ញុំ set ដល់ណៃសិនបានន័យថាខ្ញុំបានភ្ជាប់ទៅកាន់ DB ហ្នឹងហើយនេះយើងប្រើ extension database client ហ្នឹងអញ្ចឹងខ្ញុំអាចលុបអា table user ដែលខ្ញុំបាន set ហ្នឹងគឺខ្ញុំអាចលុបចោលហើយខ្ញុំ set ឡើងវិញមួយសារទៀតអញ្ចឹងខ្ញុំអាចចូល set ទៅតែកន្លែងហ្នឹងគឺខ្ញុំចង់ note បន្តិចដោយសារតែខ្ញុំប្រើ assign owner ទៅកាន់ user Postgres គឺខ្ញុំអត់ប្រើ user background ទេអញ្ចឹងខ្ញុំអាច log ចូលជា OS user របស់ Postgres ហ្នឹងទៅដើម្បី run script តែណាហើយក្នុងចំណោម script ទាំងអស់ហ្នឹងមានតែ backup ទេខ្ញុំចាំក្រន់ណាបើក្រៅពីហ្នឹងគឺយើង run manually test ទេអញ្ចឹងយើងអាច sudo .i postgres ចឹងមកកន្លែងហ្នឹងគឺខ្ញុំ run ទី1គឺខ្ញុំ set វាអញ្ចឹងយើងឃើញថាតន័យគឺអត់មានទេ table យើង refresh មកគឺ table no table found អញ្ចឹងខ្ញុំអាច bash ដោយសារខ្ញុំ store នៅក្នុង opt postgres ហើយ script អញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអាចដាក់ backup មកអូច្រឡំ sorry កន្លែងហ្នឹងមិនមែន backup ទេគឺ set និយាយ set ទៅ backup អញ្ចឹង sh អញ្
ចឹងខ្ញុំបាន create table insert តន័យ2ហើយយើងអាច refresh វាមកនេះចឹងមាន2តន័យដូចយើងបានឃើញអញ្ចឹងគឺនេះហើយបន្តមកទៀតបន្ទាប់ពីយើង set ហើយយើងចង់ backup វាណា backup ហ្នឹងគឺឥឡូវគឺខ្ញុំកំណត់វាតែម៉ាន់ទីម្ដងបានថាលុកម៉ាន់ទីរហូតដោយសារយើងចង់តេស្តឥឡូវប៉ុន្តែតាម requirement ហ្នឹងគឺម៉ោង 2 AM អញ្ចឹងឥឡូវគឺខ្ញុំតេស្តម៉ាន់ទីដើម្បីយើងតាមដានទាំងអស់គ្នាវាដើរអត់ណាអញ្ចឹងដោយសារតែ backup គឺយើងអត់មានmanually ទេគឺយើងចាំក្រន់អញ្ចឹងខ្ញុំអាច exit ពី user មួយនឹងបានដើម្បីទៅចាំមើលក្រន់ណាអញ្ចឹងខ្ញុំអាចទៅមើលបានអញ្ចឹងកន្លែងហ្នឹងគឺ sudo watch កន្លែងហ្នឹងណា watch នេះ watch កន្លែងហ្នឹងវាជា watch list នេះឥឡូវយើងចាំមើលទាំងអស់គ្នា backup រហូតនេះឥឡូវគឺខ្ញុំអាចលុបអា backup ទាំងអស់ហ្នឹងដោយសារយើងបាក់មើលខ្ញុំលុបចោលទាំងអស់ទៅអញ្ចឹងខ្ញុំអាចធ្វើម៉េចដើម្បីលុបគឺ sudo om នេះខ្ញុំអាចលុបចេះទៅគឺយើងដាក់ចេះហ្មងណាយើងដាក់ជា wildcard ទាំងអស់ជាបើទៅអញ្ចឹងអានេះwildcard វាចប់តាមនេះអញ្ចឹងលេខ1ផ្កាយទៅអូខេអញ្ចឹងលុបទាំងអស់ណាហើយខ្ញុំ voice សារថ្មីអញ្ចឹងដឹងថា Manti backup អត់យើងអាចមើល real time អញ្ចឹងហ្នឹងអូខេមិនអូអានេះគឺខ្ញុំលុបអត់គេហៅថាអត់អស់ឥឡូវនេះយើងចប់តាមនេះឥឡូវចាំមើល Manti វា time ទៀតអត់ដោយសារនេះវាមើលបានអត់អីទេអញ្ចឹងយើងអាចចាំ Manti អានេះវាថ្ងៃ20 12:59ហ្នឹងហើយចាំមើល13វា load time មកខាងក្រោមអត់អានេះខុសម៉ោងគ្នាប៉ុន្តែអីអាចមើលតាមនឹងបាទដល់ហើយអូខេនេះយើងឃើញថាមកណាមិញអានេះ 12:59 ហើយ 13 អញ្ចឹង Manti គឺគ្រប់ហើយអញ្ចឹងបើយើងតេស្ត Manti ដើរអាម៉ោង 2 AM ហ្នឹងក៏ដើរដែរយើងអាចទៅដូរនៅក្នុងក្រនដាក់ម៉ោង 2 ដែលយើងចង់បានទៅបានហើយហ្នឹងហើយអញ្ចឹងខ្ញុំអាច scope តំណឹងបានឬក៏យើងអាចចាំមួយសារទៀតដើម្បីមើលឲ្យព្រមគ្នាវាដើរមែនក៏អត់យើងអាចចាំម្ដងទៀតទៅអូខេអញ្ចឹងខ្ញុំអាចចាំហ្មងណាហ្នឹងហើយគ្រាន់ចាំឲ្យកន្លះនាទីហើយខ្ញុំ highlight ត្រង់នេះចង់ដឹងថានៅពេលដែលវាមកហ្នឹងខាងក្រោមហ្នឹងនឹងចេញមកយើងស្រួលមើលទាំងអស់គ្នានេះមកណាអញ្ចឹងបានន័យថាក្រនរបស់យើងគឺដើរហើយបន្ទាប់ពីក្រនដើរ backup ដើរគឺខ្ញុំចាប់ផ្ដើម restore វាណា Ctrl C ចេញមកចំពោះ restore ណាចំពោះ restore គឺបែរថាខ្ញុំលុបទាំងអស់ហើយខ្ញុំទៅ restore មកអញ្ចឹងដោយសារតែយើង run manually ខ្ញុំអាច log ចូល user មិញហើយយើង run bash ចេញមកកន្លែង strip ហើយកន្លែងហ្នឹងគឺគេ restore ណា restore ហ្នឹងគឺយើងត្រូវបញ្ជាក់យើងចង់ restore ឈ្មោះ file ណាអញ្ចឹងខ្ញុំរើសយកអា file backup latest ខ្ញុំអាចចូលមកគឺនៅក្នុង OPT ដដែលដូចខ្ញុំបាននិយាយនៅក្នុង folder backup ចឹង OK script sorry មិន script ទេ backup ហើយយើងមើលកន្លែងនេះកន្លែងណាដែលវាយូរជាងគេនេះគឺនេះខ្ញុំអាច copy អាហ្នឹងមកដាក់មកខ្ញុំអាចលុបអានេះចោលហើយយើងផាសអាចុងថោគេមកអញ្ចឹងអានេះតើអត់មានណាអស់ហើយខ្ញុំអាច refresh មើលបានដល់ពេលដែលខ្ញុំ restore វិញមក
ហើយខ្ញុំ refresh វិញមកឃើញថាតន័យអត់ដើរទេកន្លែងហ្នឹងអត់ដើរខ្ញុំសុំមើលបន្តិចកន្លែងហ្នឹងមានបញ្ហាអីអូខេមិញផែជាខ្ញុំអត់បានលុប table គឺខ្ញុំលុបតែតន័យអញ្ចឹងឥឡូវខ្ញុំលុបទាំងអស់ table អត់មានទេគឺ table 0ហើយខ្ញុំចាប់ផ្ដើមធ្វើការយក backup ថ្មីដែលខ្ញុំបាន backup មិញហ្នឹងហើយមក restore មកអញ្ចឹងឥឡូវខ្ញុំសាកមើលតើក្នុងហ្នឹងមាន table មកហើយមាន data អត់នេះអញ្ចឹងមិញមូលហេតុគឺរកឃើញដោយសារតែខ្ញុំភ្លេចលុបអា table ហ្នឹងគឺខ្ញុំលុបតែតន័យអញ្ចឹងដល់ពេល restore មកទៅ table អត់មកតន័យហងអញ្ចឹងហ្នឹងអញ្ចឹងគឺតាក់ទងមួយកន្លែងហ្នឹងគឺដើរហើយណាដើរហើយកន្លែងហ្នឹងមិញគឺយើងអត់មានទេដល់ពេលខ្ញុំ restore អា file ថ្មីហ្នឹងមកគឺតន័យរបស់យើងមកហើយអញ្ចឹងកន្លែងហ្នឹងគឺប៉ុណ្ណឹងហើយខ្ញុំនឹងធ្វើការ change អាកន្លែង run ហ្នឹងទៅជាម៉ោង 2 AM ហើយបន្តមកទៀតយើងអាចតេស្តម្ដងម៉ោង 2 AM ឲ្យយើងអាចមើលតាមនឹងបានអញ្ចឹងទៅអញ្ចឹងចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេបាទ